សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីជាមួយនឹងការសម្រាយរឿងរបស់ Admin ថ្ងៃនេះ Admin មកបន្តសាច់រឿង Royal Upstart Season 1ភាគទី16ដល់ភាគទី19ជាបន្តទៀតដែលកាលពីភាគមុននេះយើងឃើញថាសៅនេះនឹងលេងរៀងជ្រុលបន្តិចហើយធ្វើឲ្យពនាងនឹងពិតជាខឹងយ៉ាងខ្លាំងរហូតដល់ថ្នាក់ដាល់គេម្ដាយឡើងចំភ្នែកតែម្ដងតើអ្នកទាំងអស់គ្នាកុំឲ្យខាត់ពេលវេលាយូរយើងមកបន្តតាមដានសាច់រឿងជាមួយ Admin តែម្ដងទៅបន្ទាប់ពីសៅនេះបានឲ្យពនាងសម្រាប់មួយរយៈទៅព្រោះគេមានវិធីសាស្ត្រនៅក្នុងការទប់ទល់ជាមួយនឹងគ្រួសារធ្វើឲ្យពនាងនឹងពិតជាសប្បាយចិត្តយ៉ាងខ្លាំងនាងចង់ដឹងថាសៅនេះនឹងប្រើប្រាស់វិធីអ្វីដើម្បីទប់ទល់ជាមួយនឹងគ្រួសារហានអីអញ្ចឹងណាពួកឯសៅនេះនឹងពិតជាឆ្ងល់អំពីអរិយាប័ត្រអន្តេសាររបស់នាងខ្លាំងមែនតែនសួរទៅការនាងវិញហេតុអ្វីបានជានាងនឹងចង់ប្រឆាំងជាមួយនឹងគ្រួសារហានខ្លាំងម្ល៉េះពនាងស្ទើរតែឆ្លើយមិនចេញទៅហើយតែក៏ព្យាយាមរកហេតុផលជាច្រើនតាក់ទងជាមួយនឹងបទក្រាបផ្សេងៗអំពីគ្រួសារហានពួកគេនឹងមិនអើពើអំពីរឿងច្បាប់នោះទេអញ្ចឹងហើយបានជានាងនឹងចង់កម្ចាត់គ្រួសារហានដើម្បីពមៀនទៅកាន់គ្រួសារដទៃទៀតពនាងស្ដាប់មើលទៅនាងហាក់បីដូចជាបារម្ភជាមួយនឹងប្រជាជនរួមជាមួយនឹងច្បាប់ទម្លាប់ខ្លាំងមែនតែនតែពនាងប្រើហេតុផលផ្សេងមួយទៀតតែសៅនេះគេក៏មិនដេញដោលដូចគ្នារួចគេនឹងក៏បាននិយាយអំពីគម្រោងការរបស់គេវិញម្ដងឆ្លៀតការដៃគ្រួសារហានបានដាក់ទុនជាច្រើនទៅលើស្រានីតិខេរដូវគេនឹងផលិតស្រាពីរប្រភេទផ្សេងគ្នាហើយបញ្ចេញវាក្នុងពេលតែមួយតែម្ដងជឿជាក់ថាគ្រួសារហាននេះច្បាស់ជាខាតធំជាមិនខានពេលនាងលើបែបនេះហើយពិតជាសប្បាយចិត្តខ្លាំងមែនទែនទ្រង់បញ្ញាទៅរៀបចំកន្លែងដើម្បីទទួលស្រាថ្មីតែមិនបានប្រយ័ត្នក៏បានធ្វើឲ្យចង្គង់នឹងប៉ះជាមួយនឹងតុធ្វើនាងនឹងពិតជាឈឺយ៉ាងខ្លាំងតើនេះគេយកចិត្តទុកដាក់ជាមួយនឹងពនាងខ្លាំងមែនទែនដោយមិនបាច់ឲ្យនាងនឹងទៅនោះទេសម្រាប់ទៅចំណែកឯគេក៏ស្គាល់ឈ្មោះអធិរាជដែរតួឯគេនឹងគឺជាអ្នកទៅចាត់ការដោយខ្លួនឯងបន្ទាប់ពីគេចាក់ចែងទៅមើលទៅកាន់ពនាងពិតជាត្រេកអរខ្លាំងមែនទែនគិតថាគេនឹងព្រួយអារម្មណ៍ពីខ្លួនឯងបន្ទាប់មកសៅនេះក៏បានទៅជួយជាមួយនឹងឈ្មោះទាំងពីរដោយផ្នែករបស់គេនឹងមានរមម្ខាងពោលតែពនាងដាល់ឬក៏បាននិយាយអំពីការរកស៊ីស្រារបស់ខ្លួនដែលបោះឲ្យអ្នកទាំងពីរនឹងគឺជាអ្នកលក់បន្តតែពួកគេស្មានតែវានឹងគឺជាស្រានីតិខេរដូវដែលធ្វើឲ្យគេនឹងពិតជាអរគុណទៅកាន់ទូប្រុសយ៉ាងខ្លាំងព្រោះអ្នកនៅទីក្រុងនេះអ្នកណាក៏ដឹងអំពីគេឈ្មោះល្បីល្បាញអំពីស្រានីតិខេរដូវហើយគេនឹងពិតជាចង់បានស្រាមួយនេះជាយូរណាស់មកហើយតែខ្លាចអំណាចគ្រួសារហានបានជាគេនឹងដកខ្លួនមនុស្សស្មានថាសៅនេះនឹងផ្ដល់ឱកាសគេបែបនេះសោះសៅនេះគេចង់បកស្រាយអំពីស្រាថ្មីរបស់គេខ្លាំងមែនតែនតែមិនតបាននិយាយអ្វីផងចែកអានគ្រួសារស៊ូនឹងក៏ទៅហាងមួយនោះដែរឃើញថាសៅនេះកំពុងតែនិយាយការរើស៊ីស្រាជាមួយនឹងឈ្មោះទាំងពីរគេក៏បានតែនិយាយកាត់មុខតែម្ដងថាសៅនេះនឹងគឺជាអ្នកបម្រើរបស់គ្រួសារហានហើយប្រាប់តកែទាំងពីរថាកំពុងតែចាញ់បោកគេហើយសៅនេះឃើញមកគ្រួសារស៊ូពិតជាធន់ខ្លាំងមែនតែនហើយអ្វីបានជាទៅណាចេះតែជួបពួកគាត់អញ្ចឹងលោកតកែទាំងពីរក៏ច្រែងជាមួយនឹងគ្រួសារស៊ូដូចគ្នាទើបនិយាយអំពីរឿងកាលពីថ្ងៃមុនដែលអ្នកស្រីហាននឹងបានស្ដីបន្ទោសទៅកាន់គ្រួសារស៊ូយ៉ាងខ្លាំងហើយផ្ដាច់ទំនាក់ទំនងរវាងគ្រួសារស៊ូរួមជាមួយនឹងហាងមួយនោះទៀតមិនបានជាគ្រួសារស៊ូហ៊ានមកនិយាយលក់លុយឲ្យសៅនេះអញ្ចឹងអ្នកស្រីស៊ូក៏រៀងអៀនខ្មាស់ជាមួយនឹងរឿងមួយនេះបន្តិចដែរតែគាត់នឹងក៏បានកលៃឃើញភ្នែកដែលហាក់បីដូចជាត្រូវគេវាយអីអញ្ចឹងណាគាត់ក៏បានស្មានថាសៅនេះនឹងត្រូវបានអ្នកស្រីហានដាក់ទោសឲ្យបានជាមានសភាពបែបនេះគាត់ត្រឹមតែទះមួយកំភ្លៀងតែប៉ុណ្ណោះតែសៅហានណាឡើងចំភ្នែកតែម្ដងលើបែបនេះឈ្មោះទាំងពីរដូចជាមានការសង្ស័យបន្តិចដែរចំណែកឯគ្រួសារស៊ូនៅតែបន្តនិយាយចាក់ចោចដែលធ្វើឲ្យអ្នកទាំងពីរនឹងពិតជាភ័យខ្លាចយ៉ាងខ្លាំងប្រសិនបើរឿងមួយនេះវាពិតមែនគេពិតជាមិនអាចទទួលយកការលក់ស្រាមួយនេះបានទេសិននឹងគេព្យាយាមនិយាយបកស្រាយខ្លាំងមែនទែនថាវាមិនពិតដូចអ្វីដែលគេបាននិយាយនោះទេនៅលើពិភពលោកមួយនេះក្រៅពីឪពុករបស់គេគ្មានអ្នកណាអាចវាយគេបាននោះឡើយតែអ្នកស្រីស៊ូនៅតែនិយាយឌឺដងទៅកាន់សែននាងព្រោះគាត់នឹងបានសិទ្ធនៅក្នុងការលក់ស្រាអីអញ្ចឹងណាមិនដូចគេនោះទេដែលត្រឹមតែជាអ្នកបម្រើដែលផលិតស្រាឲ្យគ្រួសារហានផ្ដាច់មុខតែប៉ុណ្ណោះឬបែបនេះហើយតកែទាំងពីរនឹងគេកាន់តែភ័យទៀតហើយប្រសិនបើស្រាមួយនោះត្រូវបានលក់ផ្ដាច់មុខដោយគ្រួសារហានហើយគេពិតជាមិនហ៊ានយកមកលក់ទេតើនេះគេចង់បកស្រាយខ្លាំងមែនតើថាស្រាដែលគាត់បាននិយាយនោះគឺមិនមែនជាស្រាដែលលក់ឲ្យគ្រួសារហាននោះឡើយតែមិនទាន់បាននិយាយក្បោះក្បាយផងលោកស្រីស៊ូនឹងក៏ចាប់ផ្ដើមនិយាយជាបន្តបន្ទាប់ទៀតធ្វើឲ្យតកែទាំងពីរនឹងលែងទុកចិត្តទៅលើសៅនេះហើយក៏សុំសៅនេះនឹងលាត្រឡប់ទៅវិញតែម្ដងធ្វើឲ្យសៅនេះគេពិតជាស្ដាយយ៉ាងខ្លាំងបំរុងតែទៅតាមទៅហើយស្រាប់តែអ្នកនាងស៊ូនឹងបានហាមឃាត់គេតែមិនឃាត់រឿងល្អអីទេអ្នកទាំងអស់គ្នាគឺគាត់មកស្ដីឲ្យនឹងឯងនាងក៏ថារឿងកាលពីថ្ងៃនោះគឺគេមានខំអំណងក្នុងការបន្លំស្រាយខ្លាំងៗដើម្បីធ្វើបាបគ្រួសារហានហើយថ្ងៃនេះគេប្រើល្បិចដដែលក្នុងការធ្វើបាបទៅកាន់គ្រួសារឈ្មោះទាំងពីរទៀតតែគេនឹងអត់មានអារម្មណ៍ថាសោកស្ដាយឬក៏អៀនខ្មាស់ទេអីចៅនេះគេខ្ជិលបកស្រាយជាមួយនាងខ្លាំងណាស់ព្រោះយល់ថាអ្នកទាំងពីរនឹងបានបែកគ្នាហើយគ្រាន់តែហៅអ្នកទាំងពីរតែអ្នកស្រីហានណាបែរជាគិតថាគាត់នឹងបានលេតតាំងនៃទង្វើអាក្រក់របស់សៅនេះទើបសៅនេះនឹងរត់គេចបែបនេះហើយថែមទាំងជឿជាក់ថាទៀមនៃគ្រួសារស៊ូរបស់គេនឹងលក់ដាច់ជាងគេទៀតផងក្លែមកកាន់សៅនេះគេព្យាយាមតាមឈ្មោះទាំងពីរខ្លាំងមែនតែតាមអត់តនោះទេរំពេចនោះមេការនៃគ្រួសារហានក៏បានបង្ហាញខ្លួនសួរទៅកាន់គេថាកំពុងរកអ្វីពេលនេះម្ចាស់របស់ខ្លួននឹងកំពុងតែចង់ជួបគេហើយរឿងបថុញញយបែបនេះធ្វើឲ្យសៅនេះគេពិតជាសង្ស័យយ៉ាងខ្លាំងខ្លាចអ្នកស្រីហាននឹងដឹងអំពីផែនការរបស់គេព្រោះតែគេនឹងបានធ្វើប្រហេតុឲ្យអ្នកទាំងពីរនឹងមកក្នុងទៀមនៃគ្រួសារហានអីអញ្ចឹងណាលោកពេលដែលសៅនេះបានទៅជួយជាមួយនឹងអ្នកស្រីហានណាគេបានជាធ្វើខឹងជាមួយនឹងគាត់ថាគ្មានការរងចាំឧស្សាហ៍គេមកទីនេះប្រសិនបើសាររបស់គេហើយនឹងផ្សាយចូលទៅក្នុងឃ្លាំងនៃគ្រួសារហាននេះឃើញសៅនេះមានការខឹងបែបនេះអ្នកស្រីហាននឹងក៏បានសួរទៅកាន់គេខ្លាចថាមេការរបស់ខ្លួនធ្វើឲ្យគាត់ខឹងអីអញ្ចឹងណាដំបូងសៅនេះគេរៀងភ័យបន្តិចដែរខ្លាចលីងលូនឹងដឹងអំពីផែនការរបស់គេតែសង្កេតមើលទឹកមុខរុំជាមួយនឹងសម្ដីរបស់អ្នកទាំងពីរគេយល់ថាប្រកាសជាមិនទាន់ដឹងអំពីរឿងរបស់គេនោះទេទើបគេនឹងចូលទៅសួរត្រង់តែម្ដងទៅថានេះនឹងហៅគេមកធ្វើអីព្រោះរត់រងឲ្យតែនាងចង់ពិភាក្សាជាមួយគេដឹងតែហៅគេមកអត់ដែរយល់អំពីអារម្មណ៍របស់គេនោះឡើយអ្នកប្រុសហានឃើញសៅនេះនិយាយស្មើជាមួយនឹងម្ដាយចុងរបស់ខ្លួនគេក៏ស្ដីឲ្យសៅនេះពេញ
ពេញទំហឹងតែម្ដងថាគេគឺជាអ្នកបម្រើហ៊ាននិយាយជាមួយនឹងម្ដាយរបស់គេបែបនេះអីចឹងណាតែសានីមិនតែខ្លាចឯណាក៏និយាយតបវិញថាអ្នកនាងស៊ូអត់នៅទីនេះបានជាគេនឹងបញ្ចេញធាតុពិតអ្នកទាំងពីរស្ទើរតែឆ្លោះគ្នាទៅហើយទើបត្រូវលីងលូនឹងសម្រួលដែលឲ្យអ្នកប្រុសហានឹងត្រឡប់ទៅវិញទៅសានីគេចាប់ផ្ដើមនិយាយអំពីរឿងរបស់ខ្លួនឯងវិញម្ដងហើយក្នុងនាមគឺជាស្ថាបនិកលក្ខណៈនីតិខេត្តដែលល្បីល្បាញមួយហើយលក់ទៅឲ្យគ្រួសារហានតែបែរជាត្រូវអ្នកនៅក្នុងគ្រួសារហានចាប់ទុកជាអ្នកបម្រើទៅវិញលីងលូទទួលស្គាល់រឿងមួយនេះថាវានឹងពិតជាកំហុសរបស់នាងដឹងថាគេនឹងមានទេពកោសល្យពិសេសទើបនាងហៅគេមកទីនេះដើម្បីសុំយោបល់ព្រោះការមុននៅក្នុងកម្មវិធីប្រឡងកំណាព្យគេបានឃើញតបផ្នែកអំពីទេពកោសល្យដែលទូប្រុសនឹងបានធ្វើឲ្យគេឈ្មោះហាងតែរបស់គេល្បីលន់ទឺចំណេញបានប្រាក់ច្រើនអីចឹងទៅអញ្ចឹងហើយបានជាសាររបស់នាងនឹងក៏ចង់ធ្វើរបៀបនេះដែរតែនាងគិតបន្តិចថាម្នាក់នេះកំពុងតែដើរចូលក្នុងសេចក្តីស័ព្ទដោយខ្លួនឯងហើយទើបគេបានផ្ដល់គំនិតមួយទៅឲ្យលីងលូដែលចង់បដូរវានឹងទៅជាកម្មវិធីភ្លក់ស្រាលីងលូគេឆ្ងល់ខ្លាំងមែនទែនអំពីវិធីសាស្ត្រមួយនេះព្រោះបច្ចុប្បន្នមានតែការប្រមូលផ្ដុំអ្នកកំណាព្យនោះទេដែលល្បីលន់ទឺជាងគេទើបសាមនេះនឹងភ្លើមកថាឲ្យកសែតចុះផ្សព្វផ្សាយអីចឹងណាព្រោះឲ្យលីងលូនឹងពិតជាឆ្ងល់យ៉ាងខ្លាំងអ្វីទៅគឺជាការចុះកសែតចៅនាងគេតែនឹកឃើញថាសម័យនេះអត់ទាន់មានការចុះកសែតនោះទេទើបគេរកវិធីផ្សេងវិញដែលឲ្យលីងលូនឹងទៅកាន់ហាងសភៅឲ្យពួកគេសរសេរចុះផ្សាយអំពីការភ្លក់សារនៅក្នុងហាងរបស់នាងរួចក៏បញ្ជូនមនុស្សឲ្យចែកលិខិតប័ណ្ណមួយនោះតាមក្នុងផ្ទះអីចឹងទៅអ្នកដែលមានលិខិតមួយនេះក៏ត្រូវបញ្ចូលតម្លៃនឹង 20% ទៀតលីងលូក៏សរសើរជាមួយនឹងគំនិតរបស់គេខ្លាំងមែនទែននាងបានកាត់ទុកនៅចំណុចសំខាន់ដែលគេបាននិយាយថែមទាំងសួរដេញដោលអំពីជំហានបន្តទៀតទើបសាវនេះនឹងចង់ឲ្យលីងលូអញ្ជើញហាងសាផ្សេងដើម្បីដាក់ផលិតផលរបស់ខ្លួនធ្វើការសាកល្បងដោយធានាថាចុងក្រោយស្រារបស់គេនឹងល្បីល្បាញអីចឹងណាតែរឿងក៏បានបង្ហាញអំពីពនាងវិញម្ដងដោយពេលនេះកំពុងតែរងចាំផ្លូវរបស់សាវនឹងយ៉ាងតែសាខ្លាំងមែនទែនសាវនឹងក៏ដំដៅព្រាមឲ្យគេសុំទឹកផឹកផ្លែទើបនាងនឹងបានចាត់ទឹកឲ្យគេបណ្ដានិយាយអំពីការសហការជាមួយនឹងគ្រួសារឈ្មោះពីរនាក់នឹងបណ្ដាថាម៉េចហីតែសាវនេះចង់និយាយនោះទេព្រោះថាគ្រួសារស៊ូនឹងបានមកញ៉ៃរឿងមួយនេះឡើងខូចខ្ទេចខ្ទីអស់ហើយតែបំរុងនឹងយកទឹកក្តៅមួយនោះមកផឹកទៅហើយតែក៏ត្រូវបានពនាងនឹងហាមឃាត់ថាវាក្តៅខ្លាំងដោយនាងនឹងចាក់រំលែកពីកែវមួយទៅកែវមួយឲ្យតែចាក់ឆាប់បានសាវនាងផឹកអីអញ្ចឹងណារួចនាងក៏បានសួរអំពីគំនិតនៃការផ្សព្វផ្សាយស្រាវិញម្ដងទើបសាវនាងនឹងនិយាយតែម្ដងទៅថាគេមានគំនិតហើយគំនិតមួយនេះគេក៏បាននិយាយជាមួយនឹងលីងលូដូចគ្នាដោយធានាថាវាគឺជាការផ្សព្វផ្សាយដ៏អស្ចារ្យអីអញ្ចឹងណាតែក៏ត្រូវបានពនាងនឹងខឹងយ៉ាងខ្លាំងហើយអ្វីបានជាគេនឹងទៅនិយាយជាមួយលីងលូអញ្ចឹងតែកាយវិការរបស់នាងធ្វើឲ្យតួប្រុសគេខ្ទប់ភ្នែកមកជាហៀងតែម្ដងព្រោះខ្លាចត្រូវម្ដាយទៀតទើបគេចាប់ផ្ដើមបកស្រាយឲ្យនាងចិត្តជាក់សិនព្រោះក្នុងគំនិតរបស់គេចង់ឲ្យលីងលូនឹងប្រមូលផ្ដុំនៃស្រាទាំងអស់ដើម្បីប្រើឥទ្ធិពលនៃគ្រួសារហានដែលបញ្ចូលស្រាទាំងពីរប្រភេទដែលពួកគេនឹងបានត្រៀមទុកធានាថាវានឹងពិតជាល្អដាច់គេជាមិនខានតែលើបែបនេះពីនេះក៏ចាប់ផ្ដើមសប្បាយចិត្តមកវិញទើបសាយរឿងបង្ហាញអំពីពិធីភ្លក់ស្រានៃគ្រួសារហានដែលមានអ្នកចំនួនជាច្រើនចូលរួមពួកគេពិតជាឆ្ងល់យ៉ាងខ្លាំងព្រោះថាស្រាមួយនេះល្បីល្បាញស្រាប់ហើយមិនបានជាហាងស្រាដទៃទៀតមកចូលរួមអញ្ចឹងនៅក្នុងនោះក៏មានលោកតាចិនដែលជាកំពូលអ្នកភ្លក់ស្រានឹងមកចូលរួមត្រូវបានរាក់ទាក់ឲ្យអ្នកប្រុសហាននាំចូលទៅខាងក្នុងប៉ុន្តែគាត់នឹងក៏បំភ្លេចហៅទៅកាន់សាវនាងដែរទើបសាវនាងនឹងបង្ហើបប្រាប់គាត់បន្តិចទៅអំពីស្រាឆ្ងាញ់ដែលនៅខាងក្នុងយ៉ាងណាមិញអ្នកប្រុសហាននៅតែឌឺដងហើយមើងងាយទៅកាន់សាវនាងខ្លាំងមែនទែនថាចំនួននៃគ្រួសាររបស់គេកំពុងតែរីកចម្រើនអញ្ចឹងហើយឲ្យសាវនាងនឹងធ្វើជាឆ្កែល្អមកត្រង់ជាមួយនឹងក្រុមគ្រួសាររបស់គេនោះថ្ងៃក្រោយពួកគេនឹងកុំការអីអញ្ចឹងណាតែសាវនាងមានបានគិតអញ្ចឹងណាក្នុងចិត្តរបស់គេគិតថាគ្រួសារហាននឹងលែងមានឱកាសបែបនេះទៀតទេស្របពេលជាមួយគ្នាគ្រួសារស៊ូនឹងក៏បានមកដល់ដោយលោកម្ចាស់ស៊ូនឹងគេធ្វើនិយាយជាមួយនឹងសាវនាងតែអ្នកស្រីស៊ូមិនភ្លេចចោលចរិតរបស់គាត់ដោយដើមតាមទៅកាន់សាវនាងឃើញសាវនាងគឺជាអ្នកយាមទ្វីអីអញ្ចឹងណាចំណែកខាងកូនស្រីនេះវិញក៏នៅតែដដែលបន្តនិយាយណែនាំទៅកាន់សាវនាងខំឲ្យគេនឹងមានចរិតខ្ពស់ខ្លាំងពេកក្នុងនាមធ្លាប់ជាប្តីប្រពន្ធនឹងគ្នានាងចង់ឲ្យសាវនាងនឹងសម្របខ្លួនជាមួយនឹងគ្រួសារហានដើម្បីទទួលបានការការពារឲ្យប្រាជំនាញរបស់ខ្លួនឲ្យបានល្អជួយធ្វើការប្រកួតប្រជែងជាមួយអ្នកប្រុសហានទៀតទៅសាវនាងក៏ដឹងអំពីបេះដូងដ៏ស្មោះត្រង់របស់នាងដែលមានឆន្ទៈនៅក្នុងការដាស់តឿនគេទើបគេចង់ផ្ដល់ដំបូន្មានខ្លះសម្រាប់នាងវិញចំពោះអ្នកប្រុសហានមើលទៅដូចជាសុភាពបុរសណាស់អញ្ចឹងប៉ុន្តែវាក៏ណាស់ខ្លាំងប៉ុណ្ណោះយល់អស់នាងក៏តែនៅឆ្ងាយពីគាត់ក៏ដូចជាក្រុមគ្រួសារហានទាំងមូលតែអ្នកនាងស៊ូអត់ជឿនោះទេថែមទាំងខឹងថាគេនឹងមកបំបីបំបាក់តំណែងតំណែងរវាងនាងជាមួយនឹងអ្នកប្រុសហានទៀតដែលធ្វើឲ្យសាវនាងគេហួសចិត្តហើយនិយាយឡើងចាញ់តែម្ដងក្លែងមកកាន់អ្នកប្រុសហានដែលទៅបន្ទោម្ដាយចុងរបស់ខ្លួនឯណែវិញគេពិតជាទៅសារទៅកាន់លីងលូខ្លាំងមែនទែនថាមានគំនិតច្នៃប្រឌិតក្នុងការបង្កើតកម្មវិធីភ្លក់ស្រាឡើងអីអញ្ចឹងណាតែលីងលូបែរជានិយាយថាវាគឺជាគំនិតរបស់សាវនាងដែលធ្វើឲ្យគេនឹងពិតជាមិនជឿសោះឡើយលីងលូក៏ចង់ឲ្យអ្នកប្រុសហាននឹងផ្សះផ្សាជាមួយនឹងសាវនាងព្រោះថាសាវនាងនឹងគឺជាមនុស្សដែលមានទេពកោសល្យប្រសិនបើពួកគេនឹងគឺជាសត្រូវនឹងគ្នាច្បាស់ជាមានបញ្ហាដល់គ្រួសារហានហើយរឿងរបស់អ្នកនាងស៊ូក៏បានចាត់ការរួចរាល់អស់មកដែរបាច់អានជាពួកគេនឹងមិនចាប់ដៃគ្នាសាកមើលទៅអ្នកប្រុសហានគេក៏មិនប្រឆាំងជាមួយនឹងម្ដាយចុងរបស់គេនោះដែរតែនៅតែមើងងាយទៅកាន់សាវនាងអញ្ចឹងថាប្រសិនបើសាវនាងស្មោះត្រង់ជាមួយនឹងក្រុមគ្រួសាររបស់ខ្លួនក៏គ្មានហេតុផលនៅក្នុងការប្រកួតប្រជែងជាមួយនឹងសាវនាងដែរតែមកក្នុងកម្មវិធីនេះវិញពេលនេះសាវនាងគេឡើងទៅធ្វើជាអ្នកសម្រួលក្នុងកម្មវិធីអីអញ្ចឹងណាខ្ញុំគ្រប់គ្នាក៏អបអរសាទរព្រោះថាគេនឹងមានថ្មីមកតាំងពីវគ្គប្រឡងកំណាព្យមកម្លេះប៉ុន្តែអ្នកប្រុសហានពិតជាមិនអនុញ្ញាតឲ្យសាវនាងធ្វើជាពិធីការនោះទេថាសាវនាងត្រឹមតែជាអ្នកបម្រើមិនស័ក្តិសមក្នុងការប្រកាសស្រារបស់ខ្លួនអីអញ្ចឹងណាគេសុខចិត្តធ្វើរឿងមួយនេះដោយខ្លួនឯងលីងលូមើលពីខាងលើឃើញថាអ្នកប្រុសហាននៅតែចំទាស់បែបនេះហើយធ្វើឲ្យគាត់នឹងពិតជាខ្លាំងយ៉ាងខ្លាំងគ្រួសារសួរឯនេះលើកតសារអំពីកងប្រសាម្នាក់នេះដល់ហើយភ្ញៀវផ្សេងទៀតបានអ្នកប្រុសមកបង្កើតកម្មវិធីបែបនេះក៏ចាប់ផ្ដើមក្រុមត្រូវគ្រប់គ្នាចំណែកអ្នកប្រុសហានគេចាប់ផ្ដើមទិដងទៅកាន់តួប្រុសទីរយថាគេគឺជាអ្នកបម្រើទោះបីជាយ៉ាងណាក៏មិនអាចឈរនៅមុខចង្វាយនេះអីអញ្ចឹងណាតែតួប្រុសអត់ខ្វល់នោះទេថែមទាំងអរ
គុណទៅកាន់គេទៀតដែលមកជំនួសការងាររបស់ខ្លួនដែលហើយពោតឲ្យអ្នកប្រុសហាននិយាយវិញម្ដងចំណាយឲ្យខ្លួនចូលមកខាងក្រៅចង់សម្រាប់តែមានបានសម្រាប់ណាទាំងអស់គ្នាព្រោះថាអ្នកប្រុសហាននឹងអត់ដឹងនោះទេថាគេយកពោតនឹងមកធ្វើអីតោះតាសាវនេះនិយាយថាឧបកិច្ចថាវានឹងគឺជា microphone ដែលទៅដាក់តម្រង់ឲ្យត្រង់តែគេបោះពោតមួយនោះចោលដែលអៀនខ្មែរក្រោយមកគេក៏បានប្រកាសអំពីគោលបំណងដែលគ្រួសារហានរបស់គេនឹងរៀបចំកម្មវិធីភ្លក់ស្រានេះឡើងដែលចង់ប្រមូលផ្ដុំផ្សាយជាច្រើននៅក្នុងរាជធានីហើយក៏មានអ្នកភ្លក់ស្រាចិននឹងគឺជាភ្ញៀវកិត្តិយសមិនត្រឹមតែប៉ុណ្ណេះទេអ្នកទាំងអស់គ្នាគ្រួសារហាននឹងបានផ្ដល់រង្វាន់ជាច្រើនទៅតាមចំណាត់ថ្នាក់នៃរសជាតិស្រាបណ្ដាលឲ្យហាងផ្សេងទៀតពិតជាត្រេកអរជាមួយនឹងរឿងមួយនេះខ្លាំងមែនទែនតើនាងគេអត់ជឿនោះឡើយថាវានឹងគឺជាកំណត់របស់អ្នកប្រុសហានលុះពេលកលេចមើលខាងលើឃើញថាលីងលូកំពុងតែញញឹមប្រព្រឹត្តដាក់គេបែបនេះគេក៏អាចស្មានដឹងយ៉ាងច្បាស់ថាវានឹងច្បាស់ជាកំណត់របស់លីងលូជាមិនខានតែគេក៏មិនខ្វល់នោះដែរបើទោះបីជាគ្រួសារហានមានកំណត់យ៉ាងណាក៏ដោយចុកបញ្ចប់គ្មានអ្នកណាអាចស្មានទុកបាននោះទេថាគេនឹងឯងគឺជាអ្នកទទួលបានផលប្រយោជន៍ធំជាងគេពិធីភ្លក់ស្រាបានមកដល់គ្រប់ហាងបានដាក់ស្រារបស់ខ្លួនទៅតាមលេខរៀងទុកឲ្យអនុបណ្ឌិតចិនគឺជាអ្នកភ្លក់នឹងដាក់បន្ទុកឯសារដំបូងក៏ជាស្រាដែលល្បីជាងគេនៅក្នុងរាជធានីដែរតែលោកអនុបណ្ឌិតចិនដាក់ត្រឹមតែវានឹងថ្នាក់កណ្ដាលទី2ប៉ុណ្ណោះពួកឲ្យឈ្មោះទាំងអស់នៅទីនោះពិតជាឆ្ងល់ខ្លាំងមែនទែនថាស្រាប្រភេទណាទៅដែលជាតម្រូវការរបស់ពួកគេបន្ទាប់មកលោកអនុបណ្ឌិតចិនក៏ចាប់ផ្ដើមផឹកស្រាទៅតាមលេខរៀងហើយផ្ដល់បន្ទុកឲ្យពួកគេសមស្របជាមួយនឹងរសជាតិរបស់ស្រាដែលមានគ្រួសារហាងធានាខុសត្រូវអំពីការភ្លក់ស្រាមួយនេះថាវានឹងពិតជាយុត្តិធម៌នៅខាងលើលេងលោកក៏បានសួរកូនចៅរបស់ខ្លួនអំពីលេខរៀងនៃស្រារបស់គេលុះដល់លេខរៀងទី7ដែលជាស្រានៃគ្រួសារហានអ្នកប្រុសហានក៏រំលឹកឲ្យអនុបណ្ឌិតចិននឹងឆាប់ផឹកវាទៅទើបសាវនីនឹងគេស្មានយ៉ាងច្បាស់ថាវានឹងច្បាស់ជាស្រានីតិខៈរដីជាមិនខានបន្ទាប់ពីលោកអនុបណ្ឌិតចិនចាប់ផ្ដើមផឹកវាហើយគាត់មានអារម្មណ៍ថាធ្លាប់ស្គាល់ខ្លាំងមែនទែនដែលសម្ដែងទឹកមុខត្រេកអរយ៉ាងខ្លាំងតែគាត់បែរជាឲ្យចំណាប់ថ្នាក់លេខ1កណ្ដាលទៅវិញអ្នកប្រុសហានណាគេអត់យល់នោះទេវាច្បាស់ណាស់ថាអនុបណ្ឌិតចិននឹងពេញចិត្តស្រារបស់គាត់តែអនុបណ្ឌិតចិននឹងបកស្រាយថាគាត់ទេមិនខុសនោះទេនេះគឺជាស្រានីតិខៈរដីដែលគាត់ទៅនឹងផឹករួចបានជាមានអារម្មណ៍ថាសមជាមួយនឹងវាដល់ថ្នាក់នេះចម្លើយមួយនេះធ្វើឲ្យភ្ញៀវគ្រប់គ្នានឹងពិតជាទស្សនាចង់ភ្លក់ស្រាមួយនេះខ្លាំងមែនទែនព្រោះវាមានលក់តែនៅទីក្រុងនៅខាងក្រៅអត់មានអីអញ្ចឹងណាបន្ទាប់ពីភ្លក់ហើយម្នាក់ពិតជាកោតសរសើរជាមួយនឹងរសជាតិស្រាមួយនេះខ្លាំងណាស់ជាឱកាសពេលនោះអ្នកប្រុសហានក៏បាននិយាយអំពីប្រម៉ូសិនរបស់ខ្លួនដែលបញ្ចុះ20%ក្នុងការទិញស្រាមួយនេះទើបធ្វើឲ្យឈ្មោះទាំងអស់នឹងចាប់ផ្ដើមជួឆចង់ទិញស្រាគេគ្រប់គ្នាលីលូចុះមកខាងក្រោមក៏និយាយទៅសារទៅកាន់សាវនីអំពីយុទ្ធសាស្ត្រមួយនេះថាវានឹងកំពុងតែដំណើរការល្អហើយតែសាវនីគេមិនឆ្មឹងឆ្មៃនោះទេហើយក៏មិនលែងរកពេលដែរគាត់ណានិយាយថាវាក៏ជាការរើសស៊ីប៉ុណ្ណោះគេមិនបាច់គួរសមដាក់ខ្លួននោះទេលីលូកាន់តែទុកចិត្តជាមួយនឹងសាវនីថ្ងៃពេលនេះគេចង់ឲ្យសាវនីនឹងមកគ្រប់គ្រងអាជីវកម្មនៃគ្រួសារហានតែម្ដងតែសាវនីគេទៅវាមិនល្អប្រមាណនោះទេព្រោះថាគ្រួសារហាននឹងមានសាខាច្រើនដែលអាចនាំនៅចំនួននឹងបញ្ហាដល់គេទៅប្រាប់ទៅកាន់លីលូវិញថាគេពិតជាមិនស័ក្តិសមក្នុងការងាររបស់គ្រួសារហានមួយនេះឡើយលីលូស្មានតែគេមិនព្រមនឹងតាក់ទងជាមួយនឹងអ្នកប្រុសហានប៉ុន្តែគេនឹងបានបដិសេធថាគ្មានអ្វីតាក់ទងជាមួយនឹងអ្នកប្រុសហាននោះឡើយដោយសារតែអំណាចនៃជំនួយរបស់គ្រួសារហានទៅវិញទេដែលធ្វើឲ្យគេនឹងយល់ថាខ្លួនឯងគ្មានលក្ខណៈគ្រប់គ្រាន់សម្រាប់គ្រួសារហានតែនេះនៅតែសុំឲ្យគេនឹងកើតម្ដងទៀតរំពេចនោះអ្នកប្រុសហាននឹងក៏បានចូលមកលោកមាត់មិនចាំបាច់ឲ្យម្ដាយរបស់គេនឹងសុំទៅកាន់សាវនីនោះទេមើលតែក្នុងថ្ងៃនេះទៅបន្តិចទៀតគ្រួសាររបស់គេនឹងទទួលផ្ដាច់មុខផ្នែកស្រាយប្រសិនបើសាវនីចង់លក់វាបន្តត្រូវតែមកសុំនៃគ្រួសាររបស់គេនឹងឯងគ្រួសារស៊ូក៏កាន់តែបញ្ចូលចំពោះកូនប្រសាមួយនេះថែមទាំងទៅសារកូនស្រីរបស់ខ្លួនដែលមានភ្នែកមុតរើសបានមនុស្សល្អទៀតរំពេចនោះសំណើចរបស់លោកអនុបណ្ឌិតចិននឹងធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងមែនទែនថាមានរឿងអ្វីកាត់ឡើងឃើញថាគាត់លើកស្រាលេខ12និងលេខ13សួររកឈ្មោះរបស់វាស្រាទាំងពីរនេះវាមានរសជាតិស្មើគ្នាខ្លាំងមែនទែនហាក់បីដូចជាទ្រព្យសម្បត្តិនៃឋានសួគ៌អញ្ចឹងមើលមុខរបស់សាវនីអ្នកទាំងអស់គ្នាញ៉ាំឡើងក្បួយតែម្ដងព្រោះដល់ពេលវេលារបស់ខ្លួនណាលេងលូជាមួយនឹងអ្នកប្រុសហានគេអត់ជឿសម្ដីអនុបណ្ឌិតចិននោះទេគិតថាគាត់ស្វឹងដែលថាស្រាមួយនេះល្អជាងស្រាទីខៈរដីរបស់គេទើបគាត់បញ្ជាក់យ៉ាងច្បាស់អំពីរសជាតិស្រារួមជាមួយនឹងសមត្ថភាពនៃការភ្លក់ពួកអ្នកគ្រប់គ្នានៅទីនោះឈូឆរចង់ភ្លក់ទៅតាមគាត់ដែរតើនាងកោតសរសើរទៅលើពាក្យសម្ដីអ្នកប្រាជ្ញភ្លក់ស្រាមួយនេះខ្លាំងមែនទែនសម្ដីតាមប្រមាណអាចធ្វើឲ្យអ្នកគ្រប់គ្នានឹងជឿជាក់បានចំណែកឯម្ដាយកូនចុងឯនេះវិញមកគេឡើងខ្មៅប៉ែអស់ហើយហើយបានស្ដាប់ឮភ្ញៀវទាំងអស់និយាយថាស្រាលេខ12និងលេខ13មានរសជាតិល្អជាងស្រារបស់គេចំនួន100ដងធ្វើឲ្យនាងកាន់តែសង្ស័យទើបទាញស្រាមួយនោះមកភ្លក់តែម្ដងតែលោកអនុបណ្ឌិតចិនអត់ឲ្យគាត់ផឹកច្រើននោះទេព្រោះខ្លាចអស់ខានខ្លួនក្រោយពីភ្លក់វាហើយធ្វើឲ្យនាងនឹងកាន់តែភ័យទោះតែកាន់អ្នកប្រុសហានថាស្រាលេខ12និងលេខ13នឹងមានឈ្មោះអ្វីអ្នកប្រុសហានណាគេរកសភើចង់តែនិយាយទៅហើយស្រាប់តែតួប្រុសនឹងគេបានបញ្ចេញមកថាស្រាលេខ12មានឈ្មោះថាយូសៀនចំណែកឯស្រាលេខ13មានឈ្មោះថាមីងកុងលោកអនុបណ្ឌិតចិននឹងចាប់ផ្ដើមឆ្ងល់ហើយឬមួយក៏ស្រាមួយនេះក៏ត្រូវបានផលិតឡើងដោយគ្រួសារហានដែរតែសាវនីក៏បដិសេធថាស្រាទាំងពីរនេះចេញមកពីភោជនីយដ្ឋានយូសៀងគ្រាន់តែឮឈ្មោះថាស្រាមួយនេះចេញអំពីភោជនីយដ្ឋានយូសៀងធ្វើឲ្យភ្ញៀវកិត្តិយសទាំងអស់បញ្ញាទៅកាន់ទីនោះជាបន្ទាន់ដាក់កំងស្រាខ្លាចគេកំងអស់សូម្បីតែលោកអនុបណ្ឌិតចិនណាគាត់ក៏ទៅរឹងគេដែរខ្លាចអស់មានការសោកស្ដាយដែលមិនបានផឹកវាអីចឹងណាអានៅតែអ្នកប្រុសហានទេអ្នកទាំងអស់គ្នាព្យាយាមខត់ទៅកាន់តកែហាងផ្សេងខ្លាំងមែនទែនសុកចិត្តលក់ស្រារបស់ខ្លួននឹងបញ្ចុះតម្លៃទៀតប៉ុន្តែភ្ញៀវទាំងអស់នោះនៅតែមិនត្រូវការគេរត់ទៅរើហាងយូសៀនអស់ហើយមួយប្រិចភ្នែកទីកន្លែងភ្លក់ស្រាដែលអ៊ូអូប្រែទៅជាស្ងាត់ឈឹងនៅសល់តែកំហឹងរបស់អ្នកប្រុសហានដែលបន្តទៅកាន់សាវនីខ្លាំងមែនទែនថាគេនឹងគឺជាអ្នកបង្ករឿងនេះឡើងហើយចរិតគ្រួសារសួរនៅតែអញ្ចឹងអ្នកនាងសួរបន្តទៅកាន់សាវនីដែលមិនស្ដាប់អំពីការណែនាំរបស់នាងក្នុងនាងជាអ្នកបម្រើនៃគ្រួសារហានគួរតែធ្វើអ្វីដែលគេនឹងគួរតែធ្វើគេមិនគួរចំណានជាមួយនឹងទេពកោសល្យរបស់អ្នកប្រុសហានដោយធ្វើរឿងអាម៉ាស់បែបនេះនោះទេសាវនីកាន់តែស្ដាប់គ្រួសារនេះនិយាយគេកាន់តែឈឺក្បាលដោយបញ្ជាក់ទៅប្រាប់គ្រួសារសួរឲ្យដឹងថាខ្លួន
ខ្លួនឯងនឹងមិនមែនជាអ្នកបម្រើនៃគ្រួសារហាននោះទេគេគឺជាអ្នកបង្កើតស្នានីតិខិតដែរអញ្ចឹងហើយគេក៏ជាដៃគូសហការជាមួយនឹងគ្រួសារហានដែរតែគ្រួសារសួរគេអត់ជឿនោះទេថែមទាំងចាប់ប្រកាន់ថាស្រីនេះនឹងសុបិនទាំងថ្ងៃទៀតលីងលូកំពុងតែស្មុគស្មាញស្ដាប់រឿងមួយនេះហើយនាងក៏បំពេញចិត្តប្រមាណនោះដែរបានខកទៅកាន់គ្រួសារស៊ូរួចក៏បែរមកសួរទៅកាន់ស្រីនេះវិញម្ដងថាស្រាដែលទៅបញ្ចេញពីថ្មីនេះគឺជាស្នាដៃរបស់គេមែនទេហើយតើគេពិតជាមានអំណងផលិតស្រាពីរប្រភេទនេះឲ្យមានរសជាតិល្អជាងស្រានីតិខិតរដូវយកទៅឲ្យភោជនីយដ្ឋានយូសៀងមែនទេស្រីនេះគេទទួលស្គាល់គ្រប់បែបយ៉ាងទាំងអស់ថាវានឹងគឺជាស្នាដៃរបស់គេដែលធ្វើឲ្យគ្រួសារស៊ូនឹងពិតជាភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពរបស់ស្រីនេះខ្លាំងមែនទែនចំណែកអ្នកប្រហាណាគេកាន់តែមកទៅម្ដាយចុងរបស់គេនឹងបានឲ្យគេចាក់ចែងពីទីនេះសិនទៅបន្ទាប់មកលីងលូបានទទួលស្គាល់កំហុសនៃគ្រួសារហានឹងពិតជាធ្វើឲ្យស្រីនេះនឹងមានការអន់ចិត្តមែនរឿងនៅក្នុងថ្ងៃនេះវាគឺជាការពមៀនក៏ដូចជាដំបូន្មានដែលនាងនឹងចងចាំទៅឬក៏សូមឲ្យស្រីនេះលក់រូបមន្តស្រាទាំងពីរមកឲ្យគ្រួសារនាងទៅតម្លៃគេដាក់ប្រមាណក៏នាងយកព្រមដែរតែស្រីនេះបានបដិសេធយ៉ាងឌឺដងតែម្ដងថាស្រាមួយនេះគេបានលក់កម្មសិទ្ធិផ្ដាច់មុខទៅឲ្យភោជនីយដ្ឋានយូសៀងហើយគេពិតជាមិនអាចជួយទៅកាន់នាងបានឡើយនិយាយតែប៉ុណ្្នឹងហើយគេក៏បានដើរចាក់ចេញទៅទាំងពងើយពួកឲ្យលីងលូនាងពិតជាស្រលចិត្តយ៉ាងខ្លាំងមិននឹងស្មានថាគេនឹងហ៊ានធ្វើបែបនេះចំពោះនាងណាមួយនាងបានដាក់ដើមទុនទៅលើស្រានីតិខិតរដូវច្រើនខ្លាំងដូច្នេះនាងក៏ទទួលបានការខាត់បងច្រើនដូចគ្នានៅក្នុងក្រុងឥឡូវនេះគេល្បីអំពីស្រាទាំងពីរប្រភេទមួយនេះខ្លាំងមែនទែនសូម្បីតែក្មេងៗនឹងក៏ចេះច្រៀងបទចម្រៀងស្រាដែរដើម្បីទទួលបានវាភ្ញៀវទាំងអស់ត្រូវតែតម្រង់ជួរប៉ុណ្ណឹងឃើញបែបនេះហើយពិតជាទៅសើអំពីសមត្ថភាពរបស់សែវនីងខ្លាំងមែនទែនឈីងហ្វឹងក៏ទៅសើត្រង់ដែលមានកសែភ្នែកល្អជ្រើសរើសទៅកាន់សែវនីងហើយវាក៏ដល់ពេលវេលាដែលឲ្យសែវនីងនឹងចូលបម្រើនៅក្នុងគ្រួសាររាជវង្សផងដែរតែនាងដូចជាដែងត្រូវការរឿងមួយនេះហើយក្រោយពេលដែលត្រង់នឹងចំណាយពេលវេលាជាមួយនឹងសែវនីងមួយរយៈត្រង់នឹងថាគេមិនមែនជាអ្នកចំនួនធម្មតានោះទេសម្ដៅទុនភ្លុននិយាយអំពីរឿងសែវនីងបែបនេះធ្វើឲ្យឈីងហ្វឹងគេពិតជាឆ្ងល់ខ្លាំងមែនទែនថាតើព្រះនាងពិតជាពេញចិត្តទៅលើគេមែនទេប៉ុន្តែគេនឹងគឺជាមនុស្សប្រុសមេម៉ាយនាងខ្លាចតែគ្រួសាររបស់ត្រង់មិនអាចទទួលយកគេបានអីចឹងណាទោះបីជាព្រះនាងហាមឃាត់មិនឲ្យគេនិយាយរឿងចាស់របស់សែវនីងក៏ដោយប៉ុន្តែឈីងហ្វឹងគេនៅតែបារម្ភព្រោះស្ថានភាពរាល់ថ្ងៃអ្នកទាំងពីរនឹងវាមានភាពខុសគ្នាបាត់ទៅហើយរំពេចនោះសែវនីងក៏បានចូលមកទាន់សម្ដីឈីងហ្វឹងដែលនិយាយអំពីគេទៅគេនឹងសួរដេញដោលថានាងនិយាយអំពីអ្វីព្រះនាងខ្លាចគេដឹងអំពីរឿងដែលពួកនាងកំពុងតែនិយាយនឹងក៏ព្យាយាមនិយាយបង្វែរថាឈីងហ្វឹងចង់អរគុណគេដែលធ្វើឲ្យហាងស្រារបស់ពួកនាងល្បីល្បាញអីចឹងណាតើនាងគេក៏មិនបានសួរដេញដោលអំពីរឿងមួយនេះដែរអ្វីដែលសំខាន់ណាស់គឺការលក់ស្រារបស់គេព្រោះថាភោជនីយដ្ឋានមួយនេះបើទោះបីជាលក់ដាច់យ៉ាងណាក៏បានចំនួនតិចដែរគេចង់ធ្វើសកម្មភាពតនរឿងនេះកំពុងតែស្ដៅអូសទាញឈ្មោះដែលបានបដិសេធគេតាំងពីថ្ងៃមុននឹងមកវិញទោះបីជាហាងស្រានៃគ្រួសារហានត្រូវបានពួកគេកម្ចាត់ចេញទាំងស្រុងក៏វាមិនប៉ះពាល់ដល់គ្រួសារហាននោះដែរចឹងហើយពួកគេនឹងត្រូវតែធ្វើសកម្មភាពបន្ថែមទៀតដោយព្រះនាងនឹងទៅជួបលោកម្ចាស់ចឹងដើម្បីធ្វើឯកសារផ្សេងតាក់ទងជាមួយនឹងការលក់ចំណែកឯសែវនីងគេក៏បញ្ញាប់ទៅជួបជាមួយនឹងឈ្មោះទាំងពីរដែលបានបដិសេធគេដូចគ្នាហើយអ្នកទាំងពីរនឹងពិតជាតនហនខ្លាំងមែនទែនសូម្បីតែទ្វារមួយនឹងក៏បិជិតគ្នាចេញដែរឆេងហ្វាំងក៏ចង់ប្រាប់ពួកគេថាទ្វារមួយនេះតូចខ្លាំងណាស់ឲ្យដើរម្ដងម្នាក់ទៅប៉ុន្តែពួកគេអត់ជឿនោះទេនៅតែដើរបិជិតគ្នាទៅនឹងឯងនៅក្នុងរាជវាំងលោកម្ចាស់ចឹងបញ្ញាប់យកស្រាទាំងពីរដបនេះទៅថ្វាយអធិរាជដោយនិយាយអំពីគុណសម្បត្តិជាច្រើនថាវានឹងគឺជាការផលិតថ្មីរបស់សែវនីងដែលអាចផ្ដួលរំលំគ្រួសារហានបានហើយមានមនុស្សជាច្រើនបានសរសើរអំពីរសជាតិរបស់វាទៀតផងអធិរាជកាន់តែស្ដាប់ទ្រង់កាន់តែចង់ដឹងអំពីរសជាតិរបស់វាទើបឲ្យលោកអាម៉ាតនឹងចាក់វាមកឲ្យទ្រង់មើលក្រោយពេលដែលបានសោយស្រាមួយនោះហើយធ្វើឲ្យទ្រង់នឹងពិតជាមានអារម្មណ៍រំភើបសប្បាយរីករាយជាមួយនឹងរសជាតិរបស់វាយ៉ាងខ្លាំងដែលសរសើរមិនដាច់ពីមាត់ហើយសោយមួយកែវហើយមួយកែវទៀតឃើញបែបនេះលោកម្ចាស់ចឹងក៏មិនរំខានពេលវេលាដែលព្រះអង្គនឹងសោយស្រាដែរទើបព្រះអង្គនឹងបានឲ្យលោកអាម៉ាតទៅហៅបុត្រីរបស់ខ្លួនដែលទ្រង់នឹងចង់ផ្ដល់រង្វាន់ឲ្យនាងបន្តិចប៉ុន្តែលោកអាម៉ាតបែរជានិយាយថាព្រះនាងអត់នៅក្នុងរាជវាំងនោះទេដែលធ្វើឲ្យព្រះអង្គនឹងគិតទៀតហើយព្រោះថាប្រហែលថ្ងៃនេះកូនស្រីរបស់ខ្លួនដូចជាបាត់ចេញពីរាជវាំងឬមួយក៏គេនឹងទៅនៅជាមួយនឹងសែវនីងតែមើលទៅទឹកមុខរបស់ទ្រង់ដូចជាអំពេញចិត្តជាមួយនឹងរឿងមួយនេះទេចំណែកគ្រួសារស៊ូពេលនេះអាជីវកម្មរបស់ពួកគេនឹងកាន់តែលិចលង់ហើយព្យាយាមស្វែងរកអតិថិជនដែលបញ្ចុះតម្លៃស្រារបស់ពួកគេនឹង 70% ទៀតប៉ុន្តែនៅតែគ្មានអ្នកទិញព្រោះថាតម្លៃស្រាបញ្ចុះ 70% ជាមួយនឹងតម្លៃស្រាដែលកំពុងតែល្បីបច្ចុប្បន្ននេះវាមិនថ្លៃជាងគ្នាអីណាស់ណានោះទេដែលធ្វើឲ្យគ្រួសារស៊ូនឹងគេពិតជាពិបាកចិត្តយ៉ាងខ្លាំងគិតថាគ្រួសាររបស់គេត្រូវចាប់អីអញ្ចឹងណាស្របពេលជាមួយគ្នាលោកម្ចាស់សែវនឹងក៏បានស៊ើបអំពីជីវប្រវត្តិរបស់ចឹងយីនថាជាតកែហាងស្រីយូសៀនដែលធ្វើឲ្យគាត់នឹងពិតជាពេញចិត្តជាមួយនឹងម្នាក់នេះខ្លាំងមែនទែនថាស័ក្តិសមជាមួយនឹងកូនរបស់គាត់អីអញ្ចឹងទៅលោកស្រីស៊ូឃើញលោកម្ចាស់សែវក៏មិនឲ្យគាត់រួចខ្លួននោះដែរដោយព្យាយាមនិយាយសួររយៈសុទ្ធតែសែវនេះនឹងក៏ជាកូនប្រសាម្នាក់របស់គាត់អីអញ្ចឹងទៅដែលក្នុងគោលបំណងចង់ឲ្យលោកម្ចាស់សែវនឹងទៅនិយាយជាមួយនឹងសែវនីងចែកស្រាមួយនោះឲ្យគេលក់ផងតែលោកម្ចាស់សែវមិនបានល្ងងណាស់ទាំងអស់គ្នាគាត់ដឹងទាំងអស់ថាគ្រួសារស៊ូនឹងរមើលគុណប៉ុណ្ណាដេញកូនប្រុសរបស់គាត់ឲ្យចេញពីផ្ទះហើយនៅតែចង់បានជំនួយពីគាត់ទៀតអ្នកស្រីស៊ូគេក៏ព្យាយាមលៀងខ្លួនឯងរហូតដល់លោកម្ចាស់សែវនឹងនិយាយអំពីទំនាក់ទំនងមិនច្បាស់លាស់របស់អ្នកនាងស៊ូជាមួយនឹងអ្នកប្រុសហានធ្វើឲ្យកូនប្រុសរបស់គាត់នឹងដើរមកដល់ចំណុចនេះតែអ្នកស្រីស៊ូអត់ទទួលស្គាល់អំពីរឿងមួយនេះឡើយដោយនិយាយថាវានឹងគ្រាន់តែជាពាក្យកុហកភូតភើអីអញ្ចឹងទៅថែមទាំងនិយាយថាសែវនីងនេះឯងគឺជាអ្នកដែលរត់មកចូលហាងយូសៀនហើយពួកគេទាំងពីរនឹងទៅមានទំនាក់ទំនងមិនច្បាស់លាស់ត្រូវពេលជាមួយគ្នាអធិរាជដែលបន្លំខ្លួនធ្វើជារាសាមញ្ញនឹងក៏បានមកស្ដាប់លើពាក្យមួយនេះដែលធ្វើឲ្យទ្រង់នឹងពិតជាខឹងយ៉ាងខ្លាំងព្រោះមានអ្នកផ្សព្វផ្សាយពាក្យជាអារ៉ាមអំពីកូនស្រីរបស់ខ្លួនគ្រួសារស៊ូអត់ដឹងថាអធិរាជនឹងគឺជាអ្នកណានោះទេស្មានតែជាអ្នកចំនួនទើបនិយាយក្អែងក្អាងបន្ថែមដោយមិនខ្លាចអំពីអ្នកណាទាំងអស់ធ្វើឲ្យអធិរាជនឹងពិតជាខឹងយ៉ាងខ្លាំងចង់ប្រាធានរបស់ខ្លួននឹងចាប់ទៅលើពួកគេទាំងអស់តែម្ដងតែក៏ត្រូវបានលោកអាម៉ាតហាមឃាត់ព្រោះថាថ្ងៃនេះពួកគេបន្លំខ្លួនធ្វើជារាសាមញ្ញប្រសិនបើចង់ដាក់ទោសទៅកាន់គ្រួសារស៊ូពិតមែនគេនឹងតាក់ទងទៅកាន់
អ្នកយាមអធិរាជភ្លាមអធិរាជក៏មិនចង់ឲ្យរឿងមួយនេះកើតឡើងធំដុំអីដែរទ្រង់ព្យាយាមបង្ខំចិត្តចាប់ទុកថាវានឹងគ្មានរឿងអ្វីកើតឡើងទៅចោះលោកម្ចាស់សែវឃើញការបារម្ភនៅលើមុខរបស់ទ្រង់គាត់ទេដឹងយ៉ាងច្បាស់ថាម្នាក់នេះច្បាស់ជាឪពុករបស់អ្នកនាងចាងជាមិនខានទើបគាត់ចូលទៅរាក់តែដៃណែនាំថាជាឪពុករបស់សែវនីងដោយហាអធិរាជសុទ្ធតែជាលបងជាងដែលធ្វើឲ្យទ្រង់នឹងពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងមិនត្រឹមតែប៉ុណ្ណេះទេថែមទាំងគៀកក៏បវលអធិរាជចូលទៅខាងក្នុងពិភាក្សាគ្នាដោយមិនបាច់ខ្វល់អំពីពួកឆ្លើយអស់ទាំងនេះទៀតអធិរាជតបងទ្រង់ចង់បកាយដែរតែក៏ព្យាយាមសម្របខ្លួនទៅតាមនេះទៅនៅហាងតែនងឆាយើងឃើញថាអ្នកជំនួយទាំងពីរអ្នកដែលសែវនីងបានជួបកាលពីថ្ងៃមុនគេមកសុំជួបសែវនីងនៅក្នុងថ្ងៃនេះដោយនិយាយអំពីរឿងចំនួនស្រាអីចឹងណាសែវនីងគេកំពុងតែដេកចាំស្រាប់ផងឃើញអ្នកទាំងពីរមកបែបនេះគេពិតជាសប្បាយចិត្តខ្លាំងមែនទែនចំណែកឯតាប៉ាគេក៏ដូចគ្នាធ្វើជានិយាយថាលោកម្ចាស់របស់គេរវល់ខ្លាំងបើសិនជាចង់ជួបត្រូវណាត់មួយអាទិត្យមុនតែតកែទាំងពីរនឹងស្ថិតនៅក្នុងករណីលើកលែងទៅអញ្ជើញពួកគាត់នឹងចូលទៅជួបជាមួយនឹងចៅបាយរបស់ខ្លួនសែវនីងឃើញគេដើរមករកខ្លួនបែបនេះក៏បញ្ញាធ្វើជារវល់យ៉ាងខ្លាំងតែក៏មិនភ្លេចនិយាយឌឺដងទៅកាន់អ្នកទាំងពីរថាខ្លួននឹងមានតែស្រាពីរប្រភេទនេះទេប្រសិនបើគាត់ចង់លក់ស្រាផ្សេងឲ្យទៅកន្លែងផ្សេងទៅអ្នកជំនួយទាំងពីរក៏បានរៀបរាប់អំពីហាងរបស់ខ្លួនយ៉ាងច្រើនដែលក្នុងគោលបំណងចង់ទិញស្រាទាំងពីរប្រភេទរបស់គេតែតួប្រុសគេដូចជាមិនទាន់ចង់លក់នោះទេតែលោកតកែហាងនឹងព្យាយាមនិយាយបញ្ចុះបន្ថែមទៀតថាគេនឹងពិតជាដឹងកំហុសកាលនោះគេអត់ដឹងនោះទេថាសែវនីនឹងចង់លក់ស្រាពីរប្រភេទនេះឲ្យគេស្មានតែស្រាដែលគ្រួសារហានបានទិញផ្ដាច់មុខដូច្នេះដើម្បីបង្ហាញភាពស្មោះត្រង់របស់ខ្លួនគេសុកចិត្តចែកប្រាក់ចំណេញចំនួន 20% តែសែវនីគេអត់ទាន់ពេញចិត្តជាមួយនឹងប្រាក់ចំណេញមួយនេះនោះទេទើបតកែហាងទាំងពីរបានសម្រេចចិត្តថាផ្ដល់ឲ្យគេ 40% តែម្ដងចូលសើងរបស់សែវនីបដាអ្នកទាំងអស់គ្នាគេញ៉ាំឡើងខ្ជិបមកតែក៏ព្យាយាមងើបមកវិញនិយាយដៃមើលម៉ានថាប្រសិនបើពួកគេមានភាពស្មោះត្រង់ជាមួយនឹងខ្លួនពិតប្រាកដមែនណាគេពិចារណារឿងនេះម្ដងទៀតទេចោះទើបអ្នកទាំង3នឹងចាប់ផ្ដើមអង្គុយចូលពិភាក្សាគ្នាអំពីរឿងមួយចំនួនស្រាក្លែងមកកាន់ឪពុករបស់សែវនីជាមួយនឹងអន្តរាយពេលនេះអ្នកទាំងពីរនឹងផឹកឡើងតូតុនតែម្ដងតែក៏មិនភ្លេចអួតអំពីសមត្ថភាពកូនរៀងខ្លួនដោយឪពុករបស់សែវនីពិតជាដៃដល់ខ្លាំងមែនទែនពួកឲ្យលោកអាម៉ាដែលនៅជិតនោះមានការព្រួយបារម្ភយ៉ាងខ្លាំងនិយាយគ្នាចុះឡើងឪពុករបស់សែវនីនឹងក៏លើកអំពីទំនាក់ទំនងរបស់ពួកគេទាំងពីរថាជាដៃគូសហការគ្នាយ៉ាងល្អអញ្ចឹងហើយពួកគេទាំងពីរនឹងគួរតែប្រមូលថ្ងៃខែខាងកណ្ដាលដោយរៀបចំពិធីមង្គលការឲ្យពួកគេអញ្ចឹងទៅតែអធិរាជបដិសេធដាច់ខាតធ្វើឲ្យលោកម្ចាស់សែវនឹងពិតជាខឹងយ៉ាងខ្លាំងព្រោះតំណែងរបស់អ្នកទាំងពីរសូម្បីតែឈិងហ្វឹងនឹងក៏ដឹងអំពីរឿងនេះដែរអធិរាជក៏សួរទៅកាន់ឈិងហ្វឹងភ្លាមធ្វើឲ្យគេនឹងពិតជាភ័យភ័យយ៉ាងខ្លាំងលិតចង្គង់ចោនិយាយសារភាពថាខ្លួនឯងនឹងពិតជាមិនដឹងអំពីរឿងនេះទេតែអធិរាជក៏មិនបានដេញដោលវែងឆ្ងាយនោះដែរព្រោះឥឡូវនេះគាត់កំពុងតែស្វឹងស្រាប់ផងក្រោយមកលោកម្ចាស់សែវក៏បានប្រមូលអធិរាជទៅកាន់កន្លែងមួយដោយធានាថាកន្លែងនោះគាត់មិនធ្លាប់បានឃើញពីមុនមកនោះទេតែអធិរាជអត់ជឿនោះឡើយកន្លែងណាដែលគាត់មិនបានឃើញមកទើបយកព្រមទៅជាមួយនឹងឪពុករបស់សែវនីហើយយើងក៏អត់ទាន់ដឹងដែរថាកន្លែងនោះគឺជាកន្លែងអ្វីតែសាច់រឿងរបស់យើងនៅក្នុងភាគនេះក៏ត្រូវបានចប់ដូចគ្នាអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាការសម្ដែងរឿងរបស់ admin ជួបគ្នានៅវីដេអូជាបន្តទៀតបាយបាយ